អូលេខថ្មីទៀតសួស្តីបងប្អូនគ្នាជួបខ្ញុំទៀតហើយដាច់ unboxing ហើយអត់មានអីច្រើនទេគឺយើងមក unboxing ដដែលហ្នឹងតោះឥឡូវយើងមកបើកប្រអប់មើលទៅវាជាអ្វីឲ្យពិតប្រាកដអូអាហ្នឹងគឺជាអាតុក្កតាទួយខ្ញុំអត់ដឹងតុក្កតាអីគេតែខ្ញុំឃើញតំណងពេកខ្ញុំចេះអាទិញមកឃើញវាតំណងឃើញវាលុយចេះអាទិញមកទៅតោះឥឡូវយើងទៅមើលរូបរាងរបស់វាថាវាជាអ្វីឲ្យពិតប្រាកដអ្នកនរគ្នាអាហ្នឹងគឺជាប្រភេទកូនអេលៀនអាហ្នឹងគឺជាប្រដាប់ដែលយើងតាំងនៅក្នុងបន្ទប់ដែរអាហ្នឹងពេលយើងបិទភ្លើងទៅវាអាងឹតហើយវាចេញពន្លឺមកតែម្ដងណែមានច្រើនខ្លាំងមែនទែនហើយល្បីថងមិនតិចទេណាហាអាស្គុតនេះអាស្គុតរបស់វានេះខ្ញុំដឹងហើយថាវាបិទដើម្បីឲ្យគឺបិទត្រូដើម្បីឲ្យជាប់ជាមួយនឹងជើងណាគឺអាហ្នឹងគេមានកន្លែងបកវាយើងដាក់ឲ្យយើងបកដូចស្គុតមុខពីរហ្នឹងណែបកមួយដាក់មួយជាប់បាត់ពីរតើអ្នកនរគ្នាឥឡូវខ្ញុំរៀបចំវាហើយមើលទៅវាខ្ជូតខ្លាំងមែនទែនណែទួយញាក់ដូចអេលៀនអញ្ចឹងតែអាហ្នឹងណាបើដាក់ក្នុងបន្ទប់ស្អាតហ្មងដោយសារតែពេលយើងបិទភ្លើងអាងឹតទៅវាគឺវាមានភ្លើងវានៅក្នុងហ្នឹងតោះឥឡូវយើងទៅបិទភ្លើងមើលវាតើវាស្អាតប៉ុណ្ណាអូអ្នកនរគ្នាមើលស្អាតខ្លាំងមែនទែនឡើងខ្ជូតហ្មងមើលមួយល្អិតទួយមើលពណ៌វាអាហ្នឹងគួរមានក្នុងបន្ទប់អ្នកមួយស្អាតខ្លាំងមែនទែននេះអីវ៉ាន់នេះវាខ្ជូតខ្លាំងមែនទែនហើយសម្រាប់តម្លៃវាគឺតែ$2ទេក្នុងមួយថង់វាគឺ$2អញ្ចឹងបើអ្នកនរគ្នាចង់បានអ្នកនរគ្នាអាចឆាតចូល page របស់ខ្ញុំបានខ្ញុំអាចជួយទិញឲ្យអ្នកនរគ្នាបានហើយសម្រាប់ product ហ្នឹងដែរគឺខ្ញុំ rate ឲ្យ8/10អ្នកគ្នា rate ឲ្យប៉ុន្មានកុំភ្លេច comment នៅខាងក្រោម